ជារីសុបាស្វាគមន៍មកកាន់ Channel សុងម៉ូតូ One អញ្ចឹងថ្ងៃនេះខ្ញុំមានជាមួយនឹងម៉ូតូ Yamaha PG1 ជាប្រភេទឆ្នាំ2026តែម្ដងបងប្អូនគ្នាហើយថ្ងៃនេះខ្ញុំមកនិយាយត្រួសអំពីគ្រឿងលេងដែលយើងលេងទៅស្អាតសម្រាប់បងប្អូនដែលទិញម៉ូតូថ្មីបាទអញ្ចឹងគ្រឿងលេងទី1មិញគឺខ្ញុំចោលប្រាប់បងប្អូនអរគ្នាហើយគឺរៀនកណ្ដាលអាហ្នឹងគឺសំខាន់មែនតើហ្នឹងយើងត្រូវតែមានហើយទី2គឺយើងធ្វើការផ្ដាច់ភ្លើងដោយសារតែម៉ូតូថ្មីមកគឺភ្លើងរបស់វាគឺតតែផ្ដាច់សិនទើបអាចជិះទៅស្រួលវាមានបិទបើកភ្លើងហើយទី3គឺយើងប្រើជាមួយនឹងកាងខាងមុខនេះកាងខាងមុខនេះគឺវាការពារផងក៏វាអាចដាក់អាវ៉ាន់លេបានច្រើនដែរចាប់ពូភ្លើងក៏បានដែរបាទសម្រាប់ទី4វិញគឺយើងប្រើជាមួយនឹងសំណាញ់កជាងបងប្អូនអរគ្នាអានេះគឺយើងដាក់មកដើម្បីការពារជាគៀងមុខកុំឲ្យមានបញ្ហាប៉ះទង្គិចអីចឹងណាគឺវាការពារបានល្អមែនតើបាទបញ្ចេញពីម៉ូតូគឺប្រឡាក់ខ្លាំងមែនតើដោយសារតែម្សិលមិញគឺខ្ញុំ off road ទៅខាងភ្នំក្រោមយកឲ្យធ្វើវាប្រឡាក់មែនតើបានមានពេលលាងបងប្អូនគ្នាចំណែកទី5វិញគឺយើងប្រើជាមួយនឹងកាងខាងមុខណាការពារម៉ាស៊ីននេះគឺជាប្រភេទឈុតធំតែម្ដងបងប្អូនគ្នាគឺវាការពារបានទាំងជើងយើងផងដែរពេលដែលយើងជិះប៉ះទង្គិចអ្វីទៅវាការពារបានជើងយើងផងដែរគឺវាមើលល្អមែនតើគ្រឿង PG1 គឺមានច្រើនខ្លាំងមែនតើនេះគឺខ្ញុំត្រួសបងប្អូនទាំងអស់គ្នាអាចកត់ទុកបានហើយក៏អាចមើលបានដែរនេះគឺជាប្រភេទឆ្នាំខ្ពស់ដែលវាមានប្រាំង ABS បងប្អូនគ្នាហើយកុងទ័ររបស់វាគឺជាប្រភេទកុងទ័រ Casio ប្រភេទ Digital បងប្អូនគ្នាបាទអញ្ចឹងហើយគឺអានេះគឺយើងប្រើនេះគឺល្អមែនតើយើងអាចចាប់ពូភ្លើងឲ្យបានអញ្ចឹងហើយគឺយើងទៅមើលទៀតតែយើងលេងអ្វីទៀតនេះសម្រាប់កាតែការពារម៉ាស៊ីនទាំងសងខាងបងប្អូនគ្នាអានេះគឺជាទី6ហើយគឺយើងដាក់មកគឺមួយឈុតរបស់វាគឺមានទាំងឆ្វេងទាំងស្ដាំបងប្អូនគ្នាអានេះគឺការពារកុំឲ្យយើងរលាកជើងហើយក៏វាការពារកុំឲ្យប៉ះទៅលើម៉ាស៊ីនផងដែរនិយាយទៅគ្រឿងលេងរបស់ PG1 គឺមានច្រើនមែនតើបងប្អូនគ្នានេះគឺខ្ញុំបង្ហាញទាំងស្ដាំទាំងឆ្វេងបងប្អូនគ្នាគឺវាការពារបានច្រើនមែនតើហើយតិចទៀតគឺខ្ញុំកំងអានេះយកមកដាក់មួយទៀតផងដែរអានេះគឺដាក់ដើម្បីយើងដាក់លេខស្រួលបងប្អូនគ្នាជើងចង្កឹះលេខរបស់វាចឹងហើយមិនរងចាំយូរខ្ញុំក៏ដាក់ជាមួយនឹងតំណប់ជើងប្រាំងផងដែរដោយសារតែតំណប់ប្រាំងវារៀងតូចពេកចឹងតែខ្ញុំដាក់ថែមនេះមកគឺវាធំគឺវាងាយស្រួលក្នុងការជន់មែនតើនិយាយរួមទៅគ្រឿងលេងរបស់វាគឺច្រើនមែនតើ PG1 បើយើងរៀបរាប់ទៅគឺវាច្រើនមែនតើវីដេអូនេះខ្ញុំធ្វើមានវគ្គ1ហើយបើសិនខ្ញុំលេងរួចវគ្គ2គឺខ្ញុំថែមវគ្គ2ទៀតបន្ទាប់ពីតំណប់ប្រាំងទី7ហើយឡើងទី8នេះគឺយើងមើលជាមួយនឹងថាសនេះតែម្ដងទៅអានេះបើនិយាយទៅគឺកាងខាងក្រោយបងប្អូនគ្នាយើងអាចបត់វាធ្វើជាតុកក៏បានឬក៏យើងអាចបត់វាទម្លាក់ចុះមកចាប់ជាមួយនឹងធុងអីក៏បានដែរបងប្អូនគ្នាគឺវាមានគុណសម្បត្តិបានច្រើនប្រភេទមែនតើហើយអានេះគឺយើងបត់វាធ្វើជាតុកក៏បានដែរឥឡូវគឺយើងបត់វាធ្វើតុកដាក់កែវកាហ្វេដាក់អីដល់ពេលដែលយើងចោះទៅ camping off road ទៅខាងព្រៃអីគឺវាងាយស្រួលមែនតើហើយយើងបត់វាទម្លាក់មកចេះមកយើងអាចចាប់ធុងខាងឆ្វេងខាងស្ដាំវាបានទាំងពីរផងដែរបងប្អូនគ្នានិយាយរួមទៅកាងប្រភេទនេះគឺវាងាយស្រួលមែនតើហើយវាមាំបងប្អូនគ្នាវាមាំអត់មានបញ្ហាអ្វីទេនេះគឺខ្ញុំបិទកលឹះវាមកទម្លាក់វាមកវិញអានេះគឺជាចរិតទី8ហើយដែលខ្ញុំលេងចឹងមិនរងចាំយូរនោះទេសម្រាប់ចំណុចទី9ទី10នេះគឺខ្ញុំនិយាយអំពីកាងខាងក្រោយជាមួយនឹងធុងតែម្ដងទៅពោះគ្រឿងលេងខ្ញុំរាប់វាចេញជាចំណុចផ្សេងទូចដាច់ពីគ្នាអញ្ចឹងទៅដើម្បីងាយស្រួលបងប្អូនបើសិនជាចង់ទិញដែរអាច comment ឬក៏ឆាតសួរខ្ញុំបានបងប្អូនអរគ្នាគឺវាមានតែម្ដងបងប្អូនអរគ្នាឥឡូវនេះគឺយើងដាក់ជាមួយនឹងកាងចាប់ជាមួយនឹងធុងតែម្ដងហើយតម្លៃគ្រឿងលេងមកពី PG1 តម្លៃខ្លះក៏សមរម្យតម្លៃខ្លះក៏វាថ្លៃទៅតាមប្រភេទអវ៉ាន់ផងដែរបងប្អូនអរគ្នាអានេះគឺយើងចាប់ជាមួយនឹងកាងជាមួយនឹងធុងទៀតមកគឺស្អាតមែនតើរៀងមកវាគឺបែបហ្នឹងហើយសម្រាប់បងប្អូនដែលចូលចិត្តជិះលក្ខណៈ off road ចូលព្រៃឬក៏ជិះបែបទូទៅធម្មតាក៏យើងអាចជិះបានផងដែរ PG1 បាទអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំលេងវាបានត្រឹមតែ 4-10 មុខទេបងប្អូនអរគ្នាអាចមើលត្រួសបានគឺវាបានរូបរាងបែបហ្នឹងហើយបើសិនជាមានវីដេអូវគ្គ2គឺខ្ញុំនឹងថតវីដេអូគ្រឿងលេងបន្ថែមគឺគ្រឿងលេងថ្មីផ្សេងទៀតណាអញ្ចឹងវីដេអូនេះគឺជាណោះទីបញ្ចប់ហើយកុំភ្លេចជួយ like share និង subscribe trên YouTube ខ្ញុំមកប៉ុណ្ណាសុងម៉ូតូ One ជម្រាបលាបាយបាយបងប្អូនទាំងអស់គ្នា